តើសកម្មភាពរាល់ថ្ងៃរបស់យើងម្នាក់ៗជះឥទ្ធិពលទៅដល់សង្គមដូចម្តេចខ្លះសូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំសូមលើកយកប្រធានបទពាក់ព័ន្ធទៅនឹងសកម្មភាពប្រចាំថ្ងៃរបស់យើងទាំងអស់គ្នាថាតើសកម្មភាពរបស់យើងម្នាក់ៗនឹងជះឥទ្ធិពលទៅដល់សង្គមដែលយើងរស់នៅដូចម្តេចខ្លះសកម្មភាពរបស់យើងម្នាក់ៗប្រចាំថ្ងៃពិតជាជះឥទ្ធិពលធំណាស់ទៅដល់សង្គមដែលយើងរស់នៅរឿងដែលយើងតែងតែធ្វើជាប្រចាំធ្វើជាធម្មតាហើយគិតថាវាមិនអីមិនជាបញ្ហាតែតាមពិតទៅវាជាបញ្ហាអាចដោយសារតែចំណេះដឹងរបស់យើងម្នាក់ៗទទួលបាននៅមានកម្រិតដូច្នេះហើយទើបយើងមិនសូវបានជាពិចារណាថាតើវាមានផលប៉ះពាល់ដូចម្តេចខ្លះក្នុងន័យនេះខ្ញុំមិនបានបន្ទោសទៅលើបងប្អូនណាម្នាក់នោះទេដោយសារតែស្ថានភាពនៅក្នុងគ្រួសាររបស់យើងម្នាក់ៗគឺខុសៗគ្នាហើយមនុស្សម្នាក់ៗមានលទ្ធភាពក្នុងការទទួលការសិក្សាហ្នឹងក៏ខុសៗគ្នាដែរអញ្ចឹងហើយខ្ញុំលើកយកប្រធានបទនេះមកបង្ហាញជូនបងប្អូនទាំងអស់គ្នាដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានដឹងតែប៉ុណ្ណោះហើយចង់ឲ្យបងប្អូនស្វែងយល់ថាតើយើងគួរតែបន្តធ្វើនៅទម្លាប់បែបនេះតទៅទៀតឬក៏គួរតែផ្លាស់ប្ដូរវាចេញយ៉ាងណាមិញមានសកម្មភាពជាច្រើនដែលយើងតែងតែធ្វើជាប្រចាំថ្ងៃប៉ុន្តែខ្ញុំសូមលើកយកតែសកម្មភាពចំពោះការប្រើប្រាស់បណ្ដាញសង្គមរបស់យើងទាំងអស់គ្នាយកមកចែករំលែកតែប៉ុណ្ណោះដោយសារតែសប្តាហ៍ថ្ងៃនេះខ្ញុំសង្កេតឃើញថាមានរឿងអវិជ្ជមានច្រើនមែនទែនដែលកើតឡើងនៅលើបណ្ដាញសង្គមបណ្ដាញសង្គមគឺជាកន្លែងដែលមនុស្សសម័យថ្មីចំណាយពេលទៅលើវាច្រើនបំផុតបណ្ដាញសង្គមវាប្រៀបដូចជាអត្តសញ្ញាណផ្ទាល់ខ្លួនរបស់យើងអញ្ចឹងហើយវាក៏ដូចជាអត្តសញ្ញាណរបស់គ្រួសារយើងនិងសង្គមជាតិយើងផងដែរនៅពេលដែលយើងប្រើប្រាស់វាដោយខ្វះចំណេះដឹងវាមិនត្រឹមតែប៉ះពាល់ដល់អត្តសញ្ញាណផ្ទាល់ខ្លួនរបស់យើងប៉ុណ្ណោះទេវាថែមទាំងប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះគ្រួសាររបស់យើងក៏ដូចជាសង្គមជាតិយើងដូចគ្នាដោយពាក្យចាស់លោកពោលថាសម្ដីសជាតិមាយាទសត្រកូលអក្សរប៉ុន្មានតួដែលយើងចែករំលែកតាមរយៈ comment និងការ share ចែករំលែកមាតិកាផ្សេងគឺវាចេញពីគំនិតអត្តចរិតនិងចំណេះដឹងផ្ទាល់ខ្លួនរបស់យើងដោយដែលយើងបានដឹងស្រាប់ហើយថាបណ្ដាញសង្គមវាទូលំទូលាយជាតិសាសន៍ណាក៏អាចមើលឃើញបានដែរឲ្យតែមានអ៊ីនធឺណិតខ្ញុំសង្កេតឃើញថាបងប្អូនយើងភាគច្រើនគាត់ចាប់អារម្មណ៍ទៅលើមាតិកាអវិជ្ជមានរឿងបំពុលសង្គមដែលមិនផ្ដល់ជាប្រយោជន៍ឬចំណេះដឹងអ្វីឡើយដូចជារឿងប្តីប្រពន្ធគេឆ្លោះគ្នាការប្រើពាក្យពេចន៍មិនសមរម្យរឿងតារាល្បីឆ្លោះគ្នារឿងគ្រឿងស្រវឹងរឿងសោកសៅនិងរឿងមាតិកាត្រូលអ្វីផ្សេងដែលមើលហើយគឺអត់មានទទួលបានចំណេះដឹងឬក៏ប្រយោជន៍អីពីការទស្សនាមាតិកាទាំងអស់ហ្នឹងនោះទេប៉ុន្តែឃើញថាមាតិកាទាំងអស់ហ្នឹងបែរជាមានអ្នកចូលទៅ comment ច្រើនអ្នក share ចែករំលែកហ្នឹងច្រើនលើសលប់លើសពីមាតិកាអប់រំប្រភេទជាមាតិកាដែលផ្ដល់នៅចំណេះដឹងក៏ដូចជាប្រយោជន៍ហ្នឹងបែរជាអត់សូវមានអ្នកទស្សនាទៅវិញដែលការធ្វើបែបនេះវាមិនត្រឹមតែធ្វើយើងខាតពេលវេលាប៉ុណ្ណោះទេវាថែមទាំងបង្ហាញថាយើងជាមនុស្សបែបណាគ្រួសារយើងបែបណាសង្គមជាតិយើងបែបណាថែមទៀតផងមនុស្សដែលឆ្លៀតឱកាសគេនឹងឆ្លៀតយកប្រយោជន៍ពីយើងក៏ព្រោះតែគេមើលឃើញពីចំណុចខ្សោយរបស់យើងក៏ដូចជាសង្គមយើងតាមរយៈការញុះញង់ឬក៏បង្កើតជាសកម្មភាពផ្សេងឲ្យយើងជ្រួលច្បល់តាមដាន share និងចែករំលែកព្រមព្រៀងពេញបណ្ដាញសង្គមរហូតធ្វើឲ្យយើងភ្លេចរឿងរៀនសូត្រអភិវឌ្ឍខ្លួនឯងក៏ព្រោះតែយើងរវល់តែចំណាយពេលតាមដានរឿងនៅលើបណ្ដាញសង្គមហ្នឹងមិនទាំងទាន់អស់គ្រប់រឿងផងធ្វើម៉េចយើងមាននៅសល់ពេលដើម្បីអានសៀវភៅអភិវឌ្ឍខ្លួនឯងទៅមួយទៀតផ្លូវចិត្តរបស់យើងក៏មិនល្អពិបាកក្នុងការផ្ដោតអារម្មណ៍ហើយថែមទាំងឆ្លងឥទ្ធិពលពាក្យសម្ដីក៏ដូចជាអាកប្បកិរិយាមិនល្អមកថែមទៀតសកម្មភាពតូចមួយរបស់យើងដែលយើងតែងតែធ្វើជាប្រចាំថ្ងៃហ្នឹងវាបានតាក់ទាញនៅរឿងអវិជ្ជមានច្រើនមែនទែនដូចជាអ្នកផលិតមាតិកាអវិជ្ជមានកើនឡើងព្រោះតែអ្នកដែលផលិតមាតិកាដើម្បីរកប្រាក់ចំណូលតែងតែរិះរកក៏ដូចជាស្វែងរកមាតិកាណាដែលមានអ្នកចាប់អារម្មណ៍ច្រើនដើម្បីតាក់ទាញបាននៅចំនួនអ្នកទស្សនាក៏ដូចជាការចែករំលែកច្រើននៅលើបណ្ដាញសង្គមហើយអ្នកផលិតមាតិកាអប់រំថយចុះពីព្រោះតែគាត់គិតថាការផលិតមាតិកាអប់រំមិនសូវមានអ្នកទស្សនាដូចជាការផលិតមាតិកាអវិជ្ជមានឬក៏រឿងបំពុលសង្គមផ្សេងគឺឆាប់ទទួលបានការចាប់អារម្មណ៍ជាងក្មេងៗក៏មើលគំរូតាមយើងដែលជាមនុស្សធំចូលចិត្តចំណាយពេលច្រើនទៅលើទូរស័ព្ទហើយក៏មើលឃើញនូវរូបភាពមិនល្អរូបភាពនៃគ្រឿងស្រវឹងរូបភាពនៃអំពើហិង្សាឬក៏ការប្រើប្រាស់ពាក្យពេចន៍មិនល្អនៅក្នុងវីដេអូផ្សេងដែលយើងជាមនុស្សធំនឹងបានចែករំលែកដែលធ្វើឲ្យពួកគាត់នឹងអាចយល់ច្រឡំថារឿងទាំងអស់ហ្នឹងវាជារឿងធម្មតាវាមិនមែនជារឿងខុសឆ្គងអីនោះទេធ្វើឲ្យក្មេងៗហ្នឹងគាត់ចង់តែសប្បាយអត់ចង់រៀនសូត្រសិលធម៌របស់ពួកគាត់ហ្នឹងក៏ធ្លាក់ចុះ
តាមរយៈការមើលមាតិកាឬក៏វីដេអូអក្សរអវិជ្ជមានអីផ្សេងៗហ្នឹងគាត់ឆ្លងអាកប្បកិរិយាទាំងអស់ហ្នឹងបានលឿនជាងមនុស្សធំទៅទៀតគាត់និយាយអក្សរពាក្យសម្ដីអាឡូអាឡាស្ដាប់ទៅអត់មានសិលធម៌ធ្វើឲ្យបាត់បង់គុណភាពក៏ដូចជាសិលធម៌ក្មេងៗជំនាន់ក្រោយដែលជាកម្លាំងដ៏សំខាន់ក្នុងការចូលរួមកសាងអភិវឌ្ឍប្រទេសជាតិវាជាឥទ្ធិពលតគ្នាតាំងពីក្មេងរហូតដល់មនុស្សចាស់ជាតិសាសន៍ក្បែរខាងយើងហ្នឹងក៏មើលងាយយើងព្រោះតែទង្វើដែលយើងម្នាក់ៗគិតថាជារឿងធម្មតាមិនអីនឹងហើយគ្រប់យ៉ាងផ្ដើមចេញពីខ្លួនយើងបើយើងម្នាក់ៗមិនចាប់អារម្មណ៍មិនចែកចាយលើរឿងអវិជ្ជមានទាំងអស់នោះវាក៏គ្មានឥទ្ធិពលអ្វីមកលើខ្លួនយើងគ្រួសារយើងក៏ដូចជាសង្គមជាតិយើងផងដែរហើយយើងក៏សល់ពេលវេលាជាច្រើនដើម្បីរៀនសូត្រអភិវឌ្ឍខ្លួនឯងក៏ដូចជាសល់ពេលវេលាក្នុងការមើលថែទាំគ្រួសារដែលទាំងនេះហើយជាចំណែកមួយក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិយើងនៅពេលដែលយើងខ្លួនឯងចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់គ្រួសាររបស់យើងក៏ផ្លាស់ប្ដូរសង្គមជាតិរបស់យើងក៏ផ្លាស់ប្ដូរដូចគ្នាអ្វីដែលខ្ញុំលើកយកមកបង្ហាញជូនបងប្អូនទាំងអស់គ្នានៅពេលនេះគ្រាន់តែជាសកម្មភាពតូចមួយដែលយើងឧស្សាហ៍ឃើញនៅលើបណ្ដាញសង្គមតែប៉ុណ្ណោះតែឃើញថាឥទ្ធិពលរបស់វាធំដូច្នេះហើយទើបបានជាខ្ញុំលើកវាយកមកនិយាយដើម្បីរំលឹកដល់បងប្អូនខ្លាចថាបងប្អូនភ្លេចខ្លួនឬក៏មិនបានចាប់អារម្មណ៍ពិចារណាដល់ចំណុចនេះពីព្រោះតែខ្លួនខ្ញុំផ្ទាល់ក៏ធ្លាប់ជាមនុស្សបែបនេះដែរពីមុនមករួមគ្នាចែករំលែកមាតិកាល្អៗមាតិកាអប់រំរូបភាពនៃការអានសៀវភៅដើម្បីបំផុសគំនិតដល់បងប្អូនយុវជនជំនាន់ក្រោយឲ្យស្រឡាញ់ការអានស្រឡាញ់ការរៀនសូត្រយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍខ្លួនឯងជាជាងការចំណាយពេលទៅលើមាតិកាបំពុលសង្គមឬក៏មាតិកាអវិជ្ជមានផ្សេងៗនាងខ្ញុំក៏សូមខន្តីអភ័យទោសពីបងប្អូនទាំងអស់គ្នាទុកជាមុនផងបើសិនបើនាងខ្ញុំនិយាយទៅមានលើសលួសឆ្គាំឆ្គងត្រង់កន្លែងណាមួយនាងខ្ញុំលើកយកប្រធានបទនេះមកនិយាយគ្មានបំណងបន្ទោសបង្អាប់ទៅដល់បងប្អូនណាម្នាក់នោះទេចេតនារបស់ខ្ញុំគ្រាន់តែចង់ឃើញបងប្អូនខ្មែរគ្រប់គ្នាចេះស្រឡាញ់គ្នាចេះរួបរวมគ្នាក្នុងការកែប្រែមុខមាត់ប្រទេសជាតិរបស់យើងទាំងអស់គ្នាតែប៉ុណ្ណោះសូមអរគុណបងប្អូនទាំងអស់គ្នាចំពោះការចំណាយពេលវេលាដ៏មានតម្លៃទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់